đỏ pe nhầm đã hai búp men đôi chặt ba đôi từng đôn này dương buộc tôi bị tranh tức chăng á cú à nè hôm đó lâu bên chặt mà nhâm cho một bao hườn khum chấm bó khum cặp lúc sắc bát sát khát cặp bông spư chấm cá xoay nhâm đấy chỉ sẽ cứ xoay nhâm nắng muôn lần nhâm prao chỉ bị phao bột đấy cứ xoay nhâm nắng ấy cứ miền bành hà tìm mức cứ đầy việc cái đằng và đầy việc sâu phóc lòi hay đám sâu rồi luôn này về rừng cơm khmau tam cho vậy mệt vì năng có thiêng đam tam tua đam hay bây giờ rừng slack có vì khiêu rồi luôn này rừng cơm chỉ sẽ cứ tranh khmau nó tam đó về đây bị tranh trôi mò mà đó cứ bị tranh mò năng bảo hồ hải vì miền chủng ngư khác đây vì miền chủng ngư trăng thà rêu vì sâu miền cầm lăng chẳng bờ dê rừng cá có sâu lút lọt lọt đấy cả mình này tha vì sâu chênh lút qua rồi trôi nó cứ chênh smart đấy trôi nó cứ được thà mà đờm nó cứ chênh mò tại 50% ឬក៏ 30% ក្នុងចំការទាំងអស់មានន័យថាវាចេញពាក់កដាលអត់ពាក់កដាលចេញដើមនេះអត់ដើមនោះបាទអញ្ចឹងហើយដល់ពេលអញ្ចឹងគឺយើងពិបាកបញ្ជាចេញផ្កាពេលដែលពិបាកបញ្ជានឹងហើយដែលយើងធ្វើយើងអស់លុយច្រើនបើយើងរឿងផ្កាវាខ្លីកតតទេអត់សូវវែងទេហើយអត់សូវថ្លោះល្អទៀតអញ្ចឹងអត់សូវកាន់វិញទេពេលដែលវាចេញមកកពុកខ្លីអញ្ចឹងទិន្នផលវាក៏អត់ដែរហ្នឹងបើកាលណាអត់ផ្កាអត់មានផងបានអីមានបានទិន្នផលវាបានខ្លះវាចំនួនខ្លះវាមិនអត់ទេណាចំការនឹងឯងចំនួន5ហាត់ហើយដើមចំនួន700ដើមការលូតលាស់របស់ស្វាយហ្នឹងគឺអត់សូវល្អទេមានន័យថាវារឿងខ្សោយបងមើលទៅវាដូចអត់ពេញចិត្តនឹងអត់ពេញចិត្តអូបើនិយាយរឿងពីបេះស្វាយហើយសភាពវាគឺដូចមនុស្សទឹមកូនង៉ែតហើយចឹងស្លឹកវាលឿងជ្រុះស្លឹកចេញជ័រអញគ្រប់តដើមហើយដើមវារមុនស្លេកមកអានឹងពេលដែលបេះហើយតាមដែលខ្ញុំបានទៅសិក្សាមួយដុកទ័រក៏ដូចជាឯកឧត្តមជាមួយបងធានសាខាដូចជាបងអេងលីហ្នឹងគឺគាត់ថាពេលដែលយើងបេះស្វាយរួចហើយយើងត្រូវតែប្រើ GAB Power Boost យើងហ្នឹងបូកជាមួយនឹង G15 ដើម្បីបំប៉នដើម្បីប៉ូវវាឲ្យវាមានកម្លាំងពេលហ្នឹងខ្ញុំធ្វើតាមគាត់ពិតមែនយកមកបេះហើយអនុវត្តតាមគាត់ពិតមែនហូតដល់គេថាយីចុះបើអញក៏ដាក់ហ៊ានដាក់ម៉េះបាទជីមកកដងហើយបូកជាមួយអានឹងមកបេទៀតថៃនេះនៅស្ទើរទៀតប៉ុណ្ណឹងបងតែប៉ុណ្ណឹងនៅស្ទើរទៀតដល់ពេលខ្ញុំដាក់ឲ្យពុបមែនដូចចិត្តបាទដូចទឹកម្ដងដែលយើងបុកទៅវាចេញទឹកចឹងណាអូស្អាតណាស់ហូតដល់ឥឡូវពេញចិត្តហ្មងស្វាយមួយវគ្គនឹងវាហ្នឹងគឺវាអាចចូល4ខែបានបេះមួយវគ្គដែលធ្វើហ្នឹងខ្ញុំដាក់ដល់3ដងដោយសារតែយើងបំប៉នផ្លែដើម្បីឲ្យផ្លែយើងនឹងវាលូតតោនដោយខ្ញុំបេះវគ្គ4អញ្ចឹងវាដល់20តោនជាងតែមកដល់វគ្គនេះខ្ញុំស្វាយខ្ញុំប៉ាន់មកគឺមិនក្រោមពី40តោនទៅ50-60តោននេះហ្នឹងគឺខ្ញុំដឹងថាវាលូតដល់ប៉ុណ្ណឹងនិយាយពីរឿងការប្រើ GAB Power Boost នេះគឺយើងដាក់ទៅគឺដីនឹងវាផុសល្អបើនិយាយពីរឿងរឹសវាចេញរឹសថ្មីមកហូរហែដើមវារលោងល្អហើយស្លឹកគឺខៀវល្អមានកម្លាំងបាទបើនិយាយរឿងរុក្ខជាតិទាំងមូលហ្នឹងគឺវាមានកម្លាំងគ្រប់គ្រាន់ហ្នឹងតាំងពីស្លឹកតាំងពីផ្កាតាំងពីផ្លែហ្នឹងរហូតដល់ពេលបេះហ្នឹងហើយវាលោតតោនទៀតមិនប្រើទៅបានតែផលទេណាវាលោតទម្ងន់ឲ្យយើងទៀតបាទគឺវាល្អមែនទែនរហូតដល់វាមានកម្លាំងដូចជាដងដែលវាយើងជីកទៅវាចេញទឹកមកហូរអញ្ចឹងវាអត់ងាយអស់កម្លាំងណាស្វាយយើងនៅតែវាមានកម្លាំងនោះផ្លែវាធំហើយរឿងវែងរលងបាទធំមួយវាតុង8ខាំប៉ុណ្ណោះហូតដល់គេនៅជុំវិញហ្នឹងថាស្វាយនឹងប្រហែលតុង7-8តោនដល់ពេលបេះមក4ឡានបង4ឡានដល់20តោនជាងហ្នឹងតែមកចំហៀងចំការណាបាទមកចំហៀងចំការទេបើពីមុនតែ5តោន10តោនអីហ្នឹងទេឡើយឡើងដល់20តោនជាងអញ្ចឹងយើងឡើងពាក់កដាលតែមកដល់វគ្គនេះគឺផ្លែគ្រប់ដើមហើយផ្លែអញ្ចឹងទៀតគឺវាអាចចូលដល់40តោន50-60តោនបាទឡើងគុណអញ្ចឹងយើងអត់មានប្រើធ្លាក់ទេយើងនៅតែរឹតតែប្រើហើយអានោះគឺរឹតតែល្អគុណជា4ដង5ដងហ្នឹងគាត់ថាដែលវាបានផលមកវិញគឺខ្ញុំឃើញជាក់ស្ដែងខ្ញុំឃើញថាវាខុសគ្នាច្រើនណាស់ដោយសារតែចកាខ្ញុំក៏បេះចកាគេក៏បេះដល់ពេលប្រមូលលទ្ធផលមកចកាខ្ញុំច្រើនជាងគេទំហំដី5ហាត់ដូចគ្នាចកាស្វាយគេឡើងដល់1000ដើមចកាស្វាយខ្ញុំមានដល់700ដើមក្នុងនោះគឺផ្លែតានតែពាក់កណ្ដាលទេតែដល់ពេលបេះទៅគឺ
ប្រហាប់ប្រហែលគ្នាអញ្ចឹងគឺមានន័យថាគេចាញ់យើងដោយសារតែចំនួនដើមគេច្រើនចំនួនដើមយើងតិចរួចហើយផ្លែយើងតែពាក់កណ្ដាលទៀតហើយផ្លែគេគឺផ្លែប៉ុណ្ណឹងកោដៃឯងផ្លែនឹងគេទាត់ចោលពាក់កណ្ដាលក្នុងពេលដែលយើងមើលវាជាក់ស្ដែងខ្ញុំណាតែយើងមិនហ៊ានចង់វាយប្រហែលចំការគេទេពេលដែលយើងបានប្រើជីនឹងទៅឲ្យបានទិន្នផលខ្ពស់ហូរដល់នឹកស្មានមិនដល់នឹងគឺសប្បាយចិត្តមែនតើគឺវាស្រួលប្រើបាទស្រួលប្រើយើងប្រើឧទាហរណ៍ថាមួយកដងយើងចាក់ពាក់កដាលទុកពាក់កដាលទៅក៏វាអត់ទោះអីនៅតែយើងអាចប្រើបានទៀតបាទហ្នឹងហើយយើងប្រើជាមួយជាតិជីគីមីក៏បានអត់ទោះអីដែរណាយើងអាចប្រើជីជាមួយជីគីមីជាមួយគ្នាក៏បានដែរបាទគឺវារឹតតែឲ្យផលកាន់តែខ្ពស់បាទការធ្វើបទសម្ភាសន៍នេះអត់មានក្រុមហ៊ុនណាជួលឲ្យខ្ញុំនិយាយទេព្រោះដោយសារតែខ្ញុំជាអ្នកប្រើផ្ទាល់ហ្នឹងហើយខ្ញុំសបផ្សាយខ្លួនឯងផ្ទាល់អញ្ចឹងគឺថាចង់បង្ហាញឲ្យបងប្អូនយើងកសិករយើងទាំងមូលបានជឿជាក់ប្រើទៅបាទមិនមែនក្រុមហ៊ុនណាជួលទេហ្នឹងចង់ផ្ដាំដល់បងប្អូនយើងផ្នែកខាងកសិករយើងទាំងអស់គ្នាជាពិសេសគឺដូចជាស្វាយដែលខ្ញុំបានធ្វើផ្ទាល់នេះគឺថាប្រើ GAB Power ទៅគឺអត់ខុសបំណងទេគឺនឹងបានទទួលដូចបំណងហើយនឹងសប្បាយរីករាយជាមួយនឹងជាមួយនឹងក្រុមហ៊ុននឹងតែម្ដងពីព្រោះខ្ញុំបានសាកជាមួយ GAB Power នេះចំនួន4ឆ្នាំរួចហើយហ្នឹងហើយទើបឆ្នាំទី2នេះគឺខ្ញុំជឿជាក់ 100% ថាវាហុចផលឲ្យខ្ពស់រហូតដល់ខ្ញុំអាចស្ដារមុខមាត់នៅក្នុងចការនេះបានខ្ពស់មែនទែនបាទនឹងអរគុណ